សួរបងប្អូនអស់គ្នាឥឡូវខ្ញុំនាំបងប្អូនទៅធ្វើអែមមួយមុខនេះណាបងប្អូនធានាថាឆ្ងាញ់ហ្មងផ្អែមហ្នឹងគឺយើងធ្វើពីត្រាវត្រឡូងជ្វាល្ពៅត្រឡូងជ្វាពណ៌ស្វាយអញ្ចឹងបងប្អូនចង់ថែមអីទៀតក៏បានដែរតាមចំណង់ចំណូលចិត្តរបស់បងប្អូនណាជាដំបូងហ្នឹងយើងហាន់យើងចិត្តសបកវាឲ្យស្អាតហើយយើងលាងទឹកហើយយើងយកវាមកហាន់ទូចអញ្ចឹងណាបងប្អូនហើយយើងដាំទឹកឲ្យពុះហើយយើងយកវាទៅដាក់ស្ងោរម្សៅចិនមកប្រហែលជាមកឆ្អិនមកល្មមណាបងប្អូនដាក់ចូលគ្នាទាំងអស់តែម្ដងក៏បានដែរហើយដកត្រឡូងពណ៌ស្វាយហ្នឹងចេញទុកដាក់ក្រោយគេពួកអីត្រឡូងពណ៌ស្វាយហ្នឹងខ្ញុំដាក់ជាមួយគ្នាចាប់ត្រឡូងពណ៌ស្វាយហ្នឹងគឺវាឆាប់ថុយមុនគេបងប្អូនអញ្ចឹងយើងដាក់ក្រោយគេទៅដើម្បីកុំឲ្យវាលួយបន្ទាប់មកទៀតយើងស្រង់វាស្រស់ទឹកហើយខ្ញុំយកវាទៅប្រឡាក់ជាមួយម្សៅឆាយើងហ្នឹងបងប្អូនយើងពោវាសក់ហើយយើងយកកញ្ច្រែងឬក៏កន្ត្រងអីយកមករែងកាកម្សៅហ្នឹងឲ្យវាជុះអស់ហើយយើងដាំទឹកវាពុះហើយយើងដាក់ចូលក្នុងទឹកហ្នឹងទៅយើងដាក់វាឆ្អិនពេលវាឆ្អិនគឺវាឡើងថ្លាបែបនេះបងប្អូនបន្ទាប់ទៀតគឺយើងស្រង់វាដាក់តាមក្នុងទឹកត្រជាក់ហើយយើងទុកវាម្ដុំទៅឥឡូវយើងទៅធ្វើទឹកស្ករវិញម្ដងទឹកស្ករហ្នឹងគឺយើងដាក់ទីដូងហើយនឹងអំបិលបន្តិចហើយនឹងស្ករសប្រហែល2ខាំបងប្អូនហើយយើងមានសាច់ដូងខ្ចីដែរបងប្អូនយើងដាក់ចូលគ្នាឲ្យពុះហើយយើងក៏ស្រង់បន្លែដែលយើងធ្វើឆ្អិនមិញហ្នឹងដាក់ចូលក្នុងហ្នឹងទៅបងប្អូនដាក់ចូលឲ្យមកពុះហើយគឺយើងអាចលួសញ៉ាំបានហើយបងប្អូនតែប៉ុណ្្នឹងទេគឺងាយស្រួលទេហែងតែគ្រាន់តែវាហែងចំណាយពេលបន្តិចណាបងប្អូនតោះវាពុះហើយយើងអាចលួសដាក់ចានញ៉ាំបានហើយបងប្អូនតែរសជាតិគឺឆ្ងាញ់បងប្អូនអាចសាកល្បងធ្វើញ៉ាំបានចាចំពោះវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ